ជំរាបសួរយើងបានឃើញវីដេអូនៃការទម្លាក់គ្រាប់ភ្លាមសាលារៀនដែលជាកន្លែងមួយដែលគួរតែផ្ដល់សុវត្ថិភាពសម្រាប់កុមារបែរជាកុមារទាំងអស់ត្រូវបានភ័យខ្លាចរត់គេចចេញពីសាលារបស់ខ្លួនដើម្បីរក្សាជីវិត We saw videos of explosion on what should have been a safe school day, children frozen in fear, running out of classrooms, just trying to survive. នៅពេលគ្រាប់បែកទម្លាក់ដល់ដីយើងបានឃើញកុមារម្នាក់សួរទៅកាន់គ្រូថាអ្នកគ្រូតើពួកយើងមានសុវត្ថិភាពដែរឬទេ When the bomb shook the ground, we see a student asking the teacher, "Teacher, are we safe?" សម្រាប់គ្រូសំឡេងស្នូរនៃគ្រាប់ដែលធ្លាក់ដល់ដីមិនមែនជាភាពឈឺចាប់របស់គ្រូនោះទេភាពឈឺចាប់ធំបំផុតនៅក្នុងស្ថានភាពនេះគឺមិនអាចការពារសុវត្ថិភាពរបស់កូនសិស្សរបស់ខ្លួនបាន For the teachers, the blast was not the deepest wound. The real pain was when they were not able to protect the children from what was happening. សហគមន៍ដែលធ្លាប់តែពោរពេញទៅដោយភាពរីករាយសំណើចសើចក្អាកក្អាយនិងប្រជាជនប្រកបកិច្ចការងារប្រចាំថ្ងៃបានធម្មតាបែរទៅជាពោរពេញទៅដោយភាពស្ងប់ស្ងាត់ភាពភ័យខ្លាចក៏ដូចជាភាពភ័យខ្លាចថាតើថ្ងៃស្អែកនឹងទៅជាយ៉ាងណា Communities that was once filled with love and laughter and everyday life now live in silence and fear and uncertainty. ដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះសាលាអប់រំពិសេសក្តីសង្ឃឹមកុមារបានរៀបអង្គាសថវិកាក្នុងការប្រមូលដើម្បីទិញប្រដាប់ប្រដាលេងអាហារនិងសម្ភារៈចាំបាច់ផ្សេងទៀតសម្រាប់កុមារក៏ដូចជាក្រុមគ្រួសារភាសឹកនៅក្នុងខេត្តបន្ទាយមានជ័យដែលជាខេត្តមួយដែលរងផលប៉ះពាល់ដោយសង្គ្រាមក្នុងចំណោមខេត្តផ្សេងៗទៀត In response to this crisis, Hope Kids Special Education School is organizing a fundraiser to buy books, toys, food and other essential items that we can send to families displaced in Banteay Meanchey province, which is one of the many provinces affected by this war. ថ្ងៃនេះយើងមានឱកាសដើម្បីនាំយកភាពកក់ក្ដៅទៅដល់ទីកន្លែងដែលភ័យខ្លាច$1, $2អាចខ្លាចទៅជាអាហារដ៏កក់ក្ដៅទឹកស្អាតសម្រាប់ប្រើប្រាស់និងសម្ភារៈជំនួយជាកញ្ចប់តូចៗសម្រាប់ក្រុមគ្រួសារដែលបានបាត់បង់គ្រប់យ៉ាង Today we have a chance to bring comfort where there is fear. $1, $2 can become a warm meal, clean drinking water, or a care package for a family that is living in uncertainty. គ្រាប់បែកអាចបំផ្លាញផ្ទះសម្បែងអាចបំផ្លាញសាលារៀនប៉ុន្តែมันអាចបំផ្លាញភាពអាណិតអាសូរនិងក្តីមេត្តាករុណារបស់ប្រជាជនខ្មែរបានឡើយសូមចូលរួមជាមួយនឹងយើងទាំងអស់គ្នាដើម្បីនាំយកនូវក្តីសង្ឃឹមត្រឡប់មកវិញមកដល់គ្រួសាររបស់កុមារនិងគ្រួសារជនភៀសសឹកទាំងអស់គ្នា Explosions can destroy our classrooms and homes, but it cannot destroy our compassion or our spirit. ការចែករំលែកនិងជំនួយរបស់អ្នកអាចធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងថ្ងៃនេះសូមពិចារណានៅក្នុងការចូលរួមបរិច្ចាគចែករំលែកនៅវីដេអូនេះក៏ដូចជាបួងសួងទៅដល់ក្រុមគ្រួសារនិងកុមារដែលទទួលរងផលប៉ះពាល់នៃការប៉ះទង្គិចទាំងអស់គ្នាយើងអាចជួយសម្រាលបន្ទុកក៏ដូចជានាំយកនៅភាពកក់ក្ដៅសេចក្តីថ្លៃថ្នូរនិងក្តីសង្ឃឹមទៅដល់ទីកន្លែងដែលត្រូវការចាំបាច់បំផុតនៅក្នុងពេលនេះ Your kindness can make a difference today. Please consider donating, sharing this video or praying for the family and children affected. Together we can bring comfort, dignity and hope to where it's needed the most.